មុននឹងយើងនិយាយពីពេលណាដែលត្រូវចូលណាយើងមើលថាពេលណាដែល click buy click sell click hedging ណាយើងបានរៀនហើយពីលើវិញក្នុងហ្នឹងមានវីដេអូខ្ញុំ record ទុកបើកមើលឡើងវិញទៅបើសិនជាភ្លេចប៉ុន្តែជួនកាលខ្លះយើងអាចភ្លាត់ដោយសារតែទីផ្សារយើងអត់ដែលដឹងមុនអញ្ចឹងដើម្បីកុំឲ្យវាមានបញ្ហាច្រើនយើងកំណត់ម៉ោងចេញចូលឲ្យបានស្រួលណាម៉ោងដែលយើងធ្វើល្អយើងចាប់ឡើងពីម៉ោង7ឡើងទៅឬក៏ម៉ោង8បានថាយើងមុជទឹកអីញ៉ាំបាយពីព្រឹកហើយដល់ម៉ោង11 11កន្លះឈប់ទៅពេលញ៉ាំបាយគាត់ថាប៉ុណ្ណឹងហ្នឹងបាន 2% 3% ហ្នឹងអត់ខ្វះទេតិចបំផុតក៏2%ទៅប៉ុណ្ណឹងអាហ្នឹងយើងចូលម៉ោងទៅហើយក្នុងកំឡុងពេលម៉ោងហ្នឹងមិនមែនថាពីម៉ោង7រហូតដល់ម៉ោង11ជួនកាលចាប់ឡើងពីម៉ោង9ម៉ោង11ឬក៏ម៉ោង7ដល់ម៉ោង9នេះបាន 2-3% បាទដែលយើងឈប់ម៉ោងទៅយើងមិនចាំតទៀតទេហើយម៉ោងទី1ទៀតដែលយើងល្អគឺពីម៉ោង12កន្លះរហូតដល់ម៉ោង2កន្លះអាហ្នឹងក៏វាអាចល្អទីផ្សារវាក៏ល្អដែរចឹងទីផ្សារ up and down ខ្លាំងដែរប៉ុន្តែយើង skip បានថាយើងឡង2កន្លះដល់ម៉ោង3កន្លះគឺទីផ្សារ London បើកទីផ្សារ London បើកវាប្រឆោតទៅលើពីជាណៅអង្គទៅលើយើងពុបវាធ្លាក់អង្គមវិញមានទិសដៅវាអត់តន់កំណត់ច្បាស់មកថាមនុស្សទុំចូលទីផ្សារហ្នឹងវាអ្នកខ្លះបញ្ញាប់លក់ចោលអ្នកខ្លះបញ្ញាប់ទិញចូលអញ្ចឹងវាអត់តន់ច្បាស់ចាប់ពីម៉ោង3កន្លះទៅរហូតដល់ម៉ោង6ហ្នឹងយើងអាចចូលបានទីផ្សារដើរយឺតមែនតើអត់ច្រើនទេបើសិនជាវាជាប់ក៏វាអាចដោះរួចដែរកាលណាវាជាប់យើងคลิก stop auto ទៅវាដោះរួចឡើងវិញវាអត់មានបញ្ហាទេតែថាវានៅចុះឡើងហើយពេលយប់ទីផ្សារបើកដំបូងពីម៉ោង8កន្លះឡើងទៅម៉ោង8បើកហើយយើងមិនទាន់យើងចាំម៉ោង9នេះទៅតែមានចូល8កន្លះហ្នឹងទីផ្សារបើកវាមិនដឹងថាទៅលើជាងកាយយើងឃើញបុកទៅលើវូអញ្ចឹងទៅស្រាប់មកស៊ុំខ្លាក់មកវិញវ៉ាអញ្ចឹងពីយើងមកថាបើកដំបូងអញ្ចឹងយើងពិបាកស្មានណាទុកឲ្យវាអត់តាមសម្រួលហ្នឹងទៅហើយទោះបីយើងជួនកាលយើងឃើញអានោះវាញែកគ្នាអញ្ចឹងហើយវារត់ទៅលើអញ្ចឹងមែនណាឃើញហើយស្រាប់ដល់ពេលដល់ផងនោះរត់មកបុកគ្នាឆ្លក៏មកក្រុមវិញម្ដងអញ្ចឹងអាហ្នឹងវាប្រហែលអញ្ចឹងយើងចាប់តពីម៉ោង9ដល់ម៉ោង10ពេលយប់ប៉ុន្តែពេលយប់ហ្នឹងបើសិនយើង trade យប់កម្លាំងទីផ្សារវាកាត់យ៉ាងខ្លាំងយើងបន្ថយឡតពាក់កណ្ដាលនៃពេលថ្ងៃអាមកថាពេលថ្ងៃយើង trade 0.1ដល់ពេលយប់យើង trade 0.05ណាយើងអាចដាក់thêmសិទ្ធិមួយបាន0.5ទៀតនេះតាក់ណាពួកយប់ទោះបីជាវា sideways ក៏ដោយយើង sideways យ៉ាងក៏ដោយពេលថ្ងៃ sideways យ៉ាងប៉ុណ្ណឹង sideways វាហើយពេលយប់អត់ទេពេលយប់ sideways យ៉ាងហើយវាយ៉ាងអញ្ចឹងវានឹងមានយើងជាប់ប្រហែលជួរ3 4 5 6ជួរអញ្ចឹងបើនេះយើងភាគច្រើនតែ3ជួរឯទៀតពេលទីនេះណាអញ្ចឹងយើងពេលយប់ហ្នឹងយើងជាយាមធ្វើឡតពាក់កណ្ដាលបានដែរពាក់កណ្ដាលណាពេលយប់អូខេម៉ោងពេលដែលយើងទៅ trade គឺមានប៉ុណ្ណឹងចាំយើងបន្តមេរៀនក្រោយទៀតកុំឲ្យវីដេអូវាវែងពេកអរគុណ